ដីទំហំ740ហិកតាស្ថិតនៅក្នុងឃុំស្រែចានិងឃុំពីធ្នូស្រុកឈ្នួលខេត្តក្រចេះត្រូវបានប្រជាពលរដ្ឋចំនួនប្រហែល750គ្រួសារបានប្រើប្រាស់ដើម្បីដាំដំណាំនិងធ្វើស្រែសម្រាប់ចិញ្ចឹមជីវិតតាំងពីឆ្នាំ1979មកម្ល៉េះគ្រួសារទាំងនោះមកពីភូមិចំនួន5គឺភូមិមានជ័យភូមិក្របីចូលរូងភូមិច្បារអំពៅភូមិថ្មហាលវាលនិងភូមិដីក្រហមប្រជាពលរដ្ឋភាគច្រើនជាជនជាតិស្ទៀងនិងព្នងហើយពួកគាត់រស់នៅពឹងផ្អែកលើដំណាំវិលជុំជាលក្ខណៈប្រពៃណីជនជាតិដើមភាគតិចដូចជាធ្វើស្រែដាំស្វាយចន្ទីចេកដំឡូងនិងបោចវល្លិជាដើមកាលពីថ្ងៃទី27ខែឧសភាឆ្នាំ2008លោកអភិបាលខេត្តក្រចេះខំភឿននិងប្រធានគណៈកម្មការសូរិយោដីខេត្តម៉ាន់សុផាតបានចុះហត្ថលេខាយល់ព្រមជួលដីជម្លោះនោះរយៈពេល99ឆ្នាំឲ្យទៅក្រុមហ៊ុនកសិកម្ម CIV ដើម្បីអភិវឌ្ឍដាំដំណាំកៅស៊ូនៅក្នុងខែសីហាក្រុមហ៊ុន CIV បានឈូសឆាយផ្នែកខ្លះនៃដីជម្លោះនោះហើយក៏មានការចរចារវាងអ្នកតំណាងសហគមន៍ក្រុមហ៊ុន CIV និងអាជ្ញាធរស្រុកតែគ្មានលទ្ធផលជាផ្លែផ្កាឡើយនៅថ្ងៃទី5ខែតុលាដំណាំរបស់ប្រជាពលរដ្ឋត្រូវបានបំផ្លិចបំផ្លាញដោយគ្រឿងចក្រយើងបានដឹងមុនថាមានហេតុការណ៍កើតឡើងដោយមានក្រុមហ៊ុនទៅរំលោភបំពានដីជនជាតិដើមភាគតិចចាតាំងដោយរបៀបការផ្ដល់ព័ត៌មានតាមរយៈសហគមន៍គាត់ផ្ដល់ព័ត៌មានមកឲ្យថាថ្ងៃនេះត្រូវបានសហការគ្នាដើម្បីធ្វើការទប់ស្កាត់ចំពោះការឈូសឆាយរបស់ក្រុមហ៊ុនហើយដូច្នេះពេលនោះគឺក្រុមហ៊ុនដែលបានចុះទៅឈូសឆាយនោះគឺមិនបានអនុវត្តតាមគោលការណ៍របស់រដ្ឋាភិបាលមុននឹងចុះទៅអនុវត្តឬក៏អភិវឌ្ឍនៅកន្លែងណាមួយត្រូវតែមានការសិក្សាពីផលប៉ះពាល់ហើយត្រូវតែមានការឯកភាពមានការចូលរួមពីប្រជាពលរដ្ឋដូច្នេះពេលនេះគឺក្រុមហ៊ុនបានទៅឈូសឆាយនឹងអត់មានការសិក្សាជាមុនហើយក៏អត់មានការចូលរួមពីប្រជាពលរដ្ឋដែរចឹងបានជាមានផលប៉ះពាល់ការឈូសដីដំឡូងរបស់គាត់ការឈូសដីស្រែរបស់គាត់ហើយពិសេសពេលដែលគាត់កំពុងតែដំណាំហើយឈូសដំណាំរបស់គាត់ចេញប្រជាពលរដ្ឋមកពីគ្រប់ទិសទីបានធ្វើដំណើរទៅកាន់ដីជម្លោះដើម្បីបញ្ឈប់សកម្មភាពឈូសឆាយរបស់ក្រុមហ៊ុនពេលនោះពេលដែលយើងឈានប្រជាពលរដ្ឋឈានទៅដល់ជំនាញទី1គឺបានជួបលេងហ្នឹងដែលគេគណៈការពារប៉ុន្តែដោយគេស្លៀកពាក់ឯកសណ្ឋានមិនជាឯកសណ្ឋានទាំងស្រុងទេមានខោអាវសិវិលមួយកណ្ដាប់ពីអាវយឺតកសហើយក៏គេស្លៀកខោអាវរៀនហើយមានអាវុធអាការបាច់វត្តនឹងមិនដែរប៉ុន្តែក្នុងនោះក៏គេមានអារម្មណ៍មួយគេគ្រប់គ្រងប្រជាពលរដ្ឋដែរហើយគេនឹងធានាថាគេនឹងទៅខត់អត្រៈមុនប្រជាពលរដ្ឋដេញដើម្បីឲ្យចូលមកកន្លែងបញ្ឈប់ការឈូសឆាយទៅដល់មកឡាមកហានទៅបិទមករួមមកមើលការងាយបានក្រុមខ្មែរនេះតែនេះមានមកមិនដល់អើប្រជាពលរដ្ឋទាំងអស់បានមកដល់តំបន់ឈូសឆាយហើយបានបញ្ឈប់គ្រឿងចក្រគ្រឿងចក្រត្រូវបានដកចេញគឺអង្គការផ្សាយណានេះគេមិនដឹងខ្លាចនេះផងយើងឃើញថាទីមួយយើងមានការសប្បាយរីករាយដោយឃើញថាមានសកម្មភាពនឹងហើយឃើញថាអង្គការបានផ្ដល់ឱកាសនិងផ្ដល់សម្ភារៈនេះទៅឲ្យឃើញថាបានទាន់ពេលវេលាមានការសប្បាយចិត្តមែនទែនហើយយើងមានសំអាងមួយថាយើងនឹងមានសង្ឃឹមថាអ្វីដែលយើងនិយាយគ្នាផុសតាងវាអត់ពិតប្រាកដដូចការថតរូបភាពពិតទេ
ពីការសំដែងនៃបង្ហាញការទឹកសម្រាប់ដល់អ្នកដទៃដែលគេឃើញនឹងគេចាប់អារម្មណ៍ ដោយសារតែមិនមានផ្លែផ្កាក្នុងការចរចាជាមួយអាជ្ញាធរនៅថ្ងៃទី 9 ខែតុលាឆ្នាំ 2008 អ្នកតំណាងសហគមន៍ចំនួន 5 នាក់បានធ្វើដំណើរទៅទីក្រុងភ្នំពេញដើម្បីដាក់ពាក្យបណ្ដឹងរួមជាមួយនឹងអ្នកតំណាងសហគមន៍មកពី 10 ខេត្តផ្សេងទៀតដែលប្រឈមមុខនឹងការរំលោភយកដីធ្លីដូចគ្នានេះពាក្យបណ្ដឹងត្រូវបានដាក់ទៅក្រសួងកសិកម្មនិងខុទ្ទកាល័យសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនមកទល់ពេលនេះពុំមានការឆ្លើយតបនិងដំណោះស្រាយនៅឡើយទេថ្មីនេះអ្នកតំណាងសហគមន៍មួយនាក់ត្រូវបានចាប់ប្រកាន់ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនិងប្លន់ហើយត្រូវបានតុលាការកោះហៅដើម្បីសាកសួរនៅតុលាការកាលពីថ្ងៃទី 17 ខែវិច្ឆិកាឆ្នាំ 2008 នេះយើងទៅខាងណានឹងមកធ្វើដើរដែរមកលើមកជិះឡានថាអត់ធ្វើការងារមកមិនធ្វើឲ្យកំប្រាក់ក្បាច់ទៅមិនលើមិនទៅដល់ចាខ្ញុំទេក៏ហៅគេថាអត់ទៅជាស្អាតទេឆ្លើយទៅប្រាក់ហើយថាគេធ្វើការខ្ញុំមកដែរមកជុំសមុទ្រលិចបាត់ដូនមកដល់ឃើញគេក្តាប់ឥឡូវខ្ញុំមកដល់នឹងហេតុដោះស្រាយពួកខ្ញុំធ្វើខ្ញុំមកលើកស្រាយទៀតខ្ញុំមិនមកទេព្រោះតឡាការភូតចាំឥឡូវសួរយាយមកមកទៀតឥឡូវអ៊ំឯងថាមកយកការព័ត៌មានទៅផ្សាយអស់លោកស្ដាប់ឥឡូវបើខែខ្ញុំស្នាចាស្ដាប់បានឥឡូវខ្ញុំសួរថាបើហៅទៀតក៏ឬមិនហៅបើហៅនៅនឹងរហូតត្មងណែថាចឹងទៀតជិលទៅខ្ជិលមកចាតុលាការឥឡូវទៅសួរគាត់ចុះចាទៅសួរគាត់ចុះតុលាការប្រជាជនក៏មានសិទ្ធិដែរប្រជាជនមានសិទ្ធិតែមានសិទ្ធិគេផងឯតាមទេគោរពតាមច្បាប់ច្បាប់មានយើងថាច្បាប់អត់ជំគ្រប់ច្បាប់ហ្នឹងវាច្បាប់អត់គោរពច្បាប់ផងវាគោរពច្បាប់ឯងអ្នកធំអត់គោរពច្បាប់ទេច្បាប់អត់ជំគ្រប់ច្បាប់អត់គោរពច្បាប់ទេអត់គោរពច្បាប់មកទៅចំទេបើតាមនឹងគោរពច្បាប់ទេនេះតាយើងក៏គោរពតែគោរពច្បាប់ការខ្លាយគឺច្រើនទាំងឡាយយ៉ាកុំខ្លាចខ្លាចនេះអត់ឲ្យនេះលោកនេះមកចាំនេះវាកើតទេអញ្ចឹងឥឡូវទៅហៅគាត់មកមើលនិយាយថាពួកខ្ញុំ